កម្មករអូរតេឆាលីលើកគ្នាតវ៉ានៅសាលាក្រុងប៉ោយប៉ែតសូមឲ្យអាជ្ញាធរក្រុងដោះស្រាយឲ្យពួកគាត់នៅបញ្ហាអូរតេចូលក្នុងផ្សារលង្កើនៃប្រទេសថៃមូលហេតុអាជ្ញាធរសមត្ថកិច្ចថៃរារាំងមិនឲ្យពួកគាត់យករទេះឆាលីអូចូលនៅទឹកដីថៃនៅក្នុងផ្សារលង្កើហើយការកម្លាំងកម្មករនាំគ្នាមកតវ៉ានៅមុខសាលាក្រុងប៉ោយប៉ែតនោះកាលពីព្រឹកនៅថ្ងៃទី4ខែវិច្ឆិកាឆ្នាំ2013ដោយមានកម្លាំងកម្មករប្រុសស្រីប្រមាណជាង60នាក់កម្មករជាង60នាក់នោះមានទីលំនៅក្នុងសង្កាត់ប៉ោយប៉ែតនិងសង្កាត់ផ្សារកណ្ដាលស្នើសុំឲ្យអាជ្ញាធរក្រុងប៉ោយប៉ែតដោះស្រាយអំពីបញ្ហាអាជ្ញាធរសមត្ថកិច្ចថៃមិនឲ្យពួកគាត់អូរតេឆាលីដាក់ទំនិញជាវចូលក្នុងផ្សារលង្កើនៃប្រទេសថៃកម្មករបានត្អូញត្អែរប្រាប់អាជ្ញាធរក្រុងថាពួកគាត់ជាកម្មករអូរតេឆាលីជាយូរឆ្នាំមកហើយពឹងផ្អែកលើរតេះនេះជាមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃអូទំនិញចេញចូលដែលគ្មានបញ្ហាអ្វីទេកន្លងមកគ្រាន់តែចំណេញបានបន្តិចបន្តួចបងឲ្យតម្រួតឬអាជ្ញាធរពាក់ព័ន្ធរួចអស់ទៅហើយនៅសល់ប្រាក់បន្តិចបន្តួចគ្រាន់ចិញ្ចឹមកូនចៅតែប៉ុណ្ណោះនាចុងក្រោយនេះចាប់ពីថ្ងៃទី2ទី3និងទី4ខែវិច្ឆិកាឆ្នាំ2013នេះតម្រួតថៃបានរឹតបន្តឹងមិនឲ្យពួកគាត់អូរតេឆាលីចូលក្នុងផ្សារលង្កើកម្មករម្នាក់ទៀតជួសមុខឲ្យកម្មករជាង60នាក់នោះបានប្រាប់អាជ្ញាធរក្រុងថាពួកគាត់ជាកម្មករពីមុនពេញតែសម្បត្តិអាចចូលបានក្រោយមកតម្រួតថៃតម្រូវឲ្យធ្វើការអន្តរប្រវេសន៍ពួកគាត់ធ្វើទៀតពេញសម្បត្តិចូលផ្សារថៃបង់ប្រាក់ចំនួន1000រៀលជារៀងរាល់ថ្ងៃមិនដែលសំណោះបោះម្ដងណាឡើយពេលនេះតម្រួតថៃតម្រូវឲ្យធ្វើបរិផាសថៃថាលិខិតឆ្លងដែនទៀតហើយចូលម្ដងតម្លៃ70 បាតអញ្ចឹងបើចូលមួយថ្ងៃចូលមួយដងទៅពីរដងត្រូវចំណាយលុយកាក់ច្រើនណាស់គាត់ស៊ីឈ្នួលដឹកទំនិញឲ្យគេបានតម្លៃតិចតួចណាស់ដឹកមួយជើងបងឲ្យតម្រួតចោល3ទៅ4000រៀលតែប៉ុណ្ណោះបើអាជ្ញាធរមិនដោះស្រាយឲ្យពួកគាត់ច្បាស់ជាពួកគាត់ដាច់បាយស្លាប់ហើយថែមទាំងកូនចៅរបស់គាត់ខកខានក្នុងការសិក្សារៀនសូត្រទៀតផងចំណែកអាជ្ញាធរក្រុងប៉ោយប៉ែតឡើងនឹងជួនបានទទួលចំនួនពោពីកម្មករខាងលើថាពាក់ព័ន្ធបញ្ហាដែលអាជ្ញាធរសមត្ថកិច្ចថៃហាមឃាត់កម្មករខ្មែរមិនឲ្យអូរតេឆាលីដឹកទំនិញចូលក្នុងទឹកដីថៃនោះយើងជាអាជ្ញាធរខ្មែរគ្មានសិទ្ធិរំលោភច្បាប់របស់ប្រទេសគេទេប៉ុន្តែទោះបីយ៉ាងណាក្តីអាជ្ញាធរប្រឹងប្រែងឲ្យអស់អត្តភាពនឹងជួយដោះស្រាយជូនបងប្អូនជាកម្មករនេះឲ្យបានជំនួយចូលទៅរកស៊ីចិញ្ចឹមជីវិតវិញប៉ុន្តែអាជ្ញាធរក្រុងនឹងរាយការណ៍ជូនទៅថ្នាក់លើអភិបាលខេត្តដើម្បីឲ្យជ្រាបពីបញ្ហាខាងលើនេះផងដែរធីមសាររាយការណ៍ពីក្រុងប៉ោយប៉ែតអក្សរណេត